សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលសមាជិកថ្មីចំនួន10គ្រាប់ទៀតហើយក្នុងចំនួន10គ្រាប់ហ្នឹងមានងាប់2ចាំមើលតើចំនួនសល់8គ្រាប់ហ្នឹងតើលទ្ធផលនេះជាកែវដែលខ្ញុំបានរៀបសម្រាប់ទុកដាក់ពួកវានេះជាត្រីដែលយើងបានដាក់ចូលកែវរួចរាល់ដោយសារខ្ញុំអត់ទាន់រៀបចំស្រុំបួលកែវសម្រាប់ដាក់ឲ្យស្អាតសម្រាប់ពួកវាខ្ញុំក៏កាត់ដបទឹកសូដាពួកវាសិនចាំមើលថាតើរយៈពេលប៉ុន្មានថ្ងៃដែលពួកវាចេញពណ៌ស្អាតនិងពួកវាហ៊ានអួតទាំងអស់គ្នាអរគុណ